បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីបន្តទៀតហើយតាក់ទងទៅនឹងការធ្វើដំណើររបស់ខ្ញុំហើយថ្ងៃនេះខ្ញុំបានមកដល់នៅផ្សារកំពង់ថ្មនៅពេលរសៀលហើយនេះជាទស្សនវិជ្ជាដែលខ្ញុំបានថតដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានទស្សនាបន្ទាប់ពីខ្ញុំថតនៅទស្សនវិជ្ជានៅផ្សារកំពង់ថ្មហើយខ្ញុំបានធ្វើដំណើរចេញពីផ្សារដើម្បីឆ្ពោះទៅឃុំបលាំងបាទហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើដំណើរហើយណាមួយមេឃក៏ជិតភ្លៀងដែរយើងឃើញហើយមានពពកខ្មៅហើយយើងឃើញអំពីសកម្មភាពក៏ដូចជាទស្សនវិជ្ជានៅតាមដងផ្លូវនៅក្នុងឃុំបលាំងในស្រុកកំពង់ថ្មហ្នឹងគឺឃើញថាមានប្រជាពលរដ្ឋការប្រកបរបររកស៊ីក៏ដូចជាការធ្វើចរាចរណ៍អីគឺមមាញឹកអញ្ចឹងហើយសូមពុកម៉ែបងប្អូនទស្សនាវីដេអូទាំងអស់ជាមួយខ្ញុំបាទវីដេអូនេះគឺខ្ញុំធ្វើដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានទស្សនាក៏ដូចជាការធ្វើដំណើររបស់ខ្ញុំផងដែរហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រផងដើម្បីខ្ញុំនឹងមានកម្លាំងចិត្តក្នុងការធ្វើវីដេអូថ្មីបន្តទៀតដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរហើយនេះយើងបានមកដល់ខាងមុខសាលាឃុំបលាំងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណសម្រាប់ការចូលចិត្តទស្សនាវីដេអូរបស់ខ្ញុំ